និស្សិតឬក៏បងប្អូនដែលបានតាមដានសកម្មភាពដែលខ្ញុំព្យាយាមផ្សព្វផ្សាយអំពីគតិច្បាប់នៅក្នុងបណ្ដាញសង្គមប៉ុន្តែជាពិសេសខ្ញុំចង់ផ្ដាំទៅនិស្សិតដែលកំពុងតែសិក្សាច្បាប់ឬរដ្ឋបាលយើងនៅក្នុងបរិបទនៃកំណែតម្រង់វិស័យអប់រំវិស័យយុតិធធយើងឃើញឋានៈដឹកនាំផ្ដល់នៅទស្សនៈទាន2នៅក្នុងវិស័យអប់រំទស្សនៈទាន1បានឲ្យថាចេះគឺជាប់នឹងគឺកាត់មាននៅពេលដែលកំណែតម្រង់ហើយប្រឡងបាក់ឌុបទស្សនៈទានបន្ទាប់មកទៀតគឺទស្សនៈទាននៅក្នុងការកែតម្រង់វិស័យយុតិធធគឺថ្នាក់ដឹកនាំបានផ្ដល់នៅទស្សនៈទានមួយថាចេះជាងគេគឺជាប់ទាញចេញពីទស្សនៈទានទាំងពីរនេះខ្ញុំក៏បានផ្ដល់ជាមតិយោបល់ទៅដល់និស្សិតថាចង់ឲ្យចេះគឺយើងត្រូវមានក្បួននៅក្នុងការសិក្សាចង់ឲ្យចេះជាងគេគឺតលតែយើងរៀនអ្វីដែលអ្នកដទៃរៀនមិនចេះហើយយើងរៀនចេះយើងយល់យើងឆ្លាតជាងគេដូចនេះប្រសិនបើយើងឆ្លាតយើងពូកែយើងត្រូវមានក្បួនពាក្យចាស់លោកថាมันអាចចេះដោយអត់ក្បួនបានទេត្បិតថាអ្នកទាំងអស់គ្នាអាចចេះអានប៉ុន្តែអានមិនយល់នេះគឺជារឿងចាំបាច់ដូចប្រធានបទថ្ងៃនេះខ្ញុំសូមបកស្រាយទៅលើរូបវ័ន្តបុគ្គលដែលត្រូវបានកម្រិតសកម្មភាពត្រូវបានកំណត់មិនឲ្យធ្វើសកម្មភាពមួយចំនួនសកម្មភាពដែលខ្ញុំនិយាយនេះគឺនៅក្នុងក្រមរដ្ឋបវេណីសំដៅទៅលើកិច្ចសន្យាឬគេហៅសកម្មភាពឯកតោភាគីគឺជាកិច្ចសន្យាគឺជាកិច្ចព្រមព្រៀងទៅវិញទៅមកហើយសកម្មភាពឯកតោភាគីគឺជាការផ្ដល់ការសន្យាពីបុគ្គលតែម្ខាងខ្ញុំចង់លើកឡើងថានៅក្នុងរូបវ័ន្តបុគ្គលយើងមានអនីតិជនយើងមានជនស្ថិតនៅក្រោមអាណាព្យាបាលទូទៅនិងជនស្ថិតនៅក្រោមហេតុបឋមបងប្អូនតែងតែបំភ្លេចចោលថាតើជនដែលមានវិបលាសស្មារតីមិនសូវជាមានការយល់ដឹងខ្លាំងមិនយល់តើជននឹងច្បាប់គេបំភ្លេចចោលឬយ៉ាងម៉េចច្បាប់អត់បានបំភ្លេចពួកគាត់ចោលទេគេចាត់ទុកជននឹងថាជាជនដែលមានបញ្ញាតិចតួចមិនយល់អំពីអ្វីដែលខ្លួនធ្វើមិនយល់អ្វីដែលជាអតិពលនៃសកម្មភាពរបស់ខ្លួនឬក៏កុងសេកង់ដែលកាត់ចេញពី activity របស់ខ្លួនគឺគេត្រូវបានចាត់ទុកថាជាជនដែលស្ថិតនៅក្រោមហេតុបឋមមាត្រា30នៃច្បាប់ស្តីពីច្បាប់រដ្ឋបវេណីក្រមរដ្ឋបវេណីបានផ្ដល់សិទ្ធិឲ្យមានការលុបចោលសកម្មភាពអញ្ចឹងសកម្មភាពគឺខ្ញុំបានលើកមិញថាជាកិច្ចព្រមព្រៀងជាកិច្ចសន្យាទ្វេភាគីឬក៏ជាសកម្មភាពឯកតោភាគីលើកលែងតែមាត្រា30ចែងថាលើកលែងតែសកម្មភាពដែលតាក់ទងនឹងជីវភាពប្រចាំថ្ងៃសកម្មភាពដែលបានធ្វើឡើងដោយជនក្រោមហេតុបឋម
ដោយគ្មានការយល់ព្រមពីហេតុបឋមកៈគឺអាចលុបចោលបានក្រោមហេតុបឋមមានន័យថាជននឹងមានវិបលាសស្មារតីមិនអាចយល់ដឹងអំពីសកម្មភាពរបស់ខ្លួនដែលធ្វើថាវាមានកងសេកង់ជះឥទ្ធិពលយ៉ាងណានៅក្នុងទស្សនវិជ្ជាច្បាប់ហើយហេតុបឋមកៈនេះគឺអ្នកគ្រប់គ្រងបុគ្គលទាំងអស់ហ្នឹងអ្នកគ្រប់គ្រងអញ្ចឹងរបបហេតុបឋមនេះគឺកើតមានឡើងតាមរយៈការស្នើសុំរបស់បុគ្គលដែលមានផលប្រយោជន៍ហើយជាការស្នើសុំទៅតុលាការដើម្បីសម្រេចបង្កើតឲ្យមានដាក់ជនហ្នឹងដែលមិនសូវមានការយល់ដឹងនេះមានវិបលាសស្មារតីអីនេះស្ថិតនៅក្រោមរបបហេតុបឋមអញ្ចឹងគឺជាការស្នើសុំរបស់អ្នកដែលមានផលប្រយោជន៍សុំទៅតុលាការប៉ុន្តែយើងឃើញសង្គមមិនគួរណាទុកជនទាំងអស់នឹងចោលទេខ្ញុំឃើញមនុស្សឈួតដើរតាមផ្លូវឃើញមនុស្សឈួតធ្វើអ្វីសពបែបយ៉ាងនៅតាមផ្លូវហើយវានាំឲ្យប៉ះពាល់ទៅដល់សន្តិភាពសង្គមម្យ៉ាងវិញទៀតមនុស្សឈួតក៏ជាមនុស្សយើងក៏ជាមនុស្សអញ្ចឹងទេច្បាប់គឺបានបញ្ញត្តិថាពួកគេក៏មានសិទ្ធិពួកគេមានសិទ្ធិក៏ប៉ុន្តែគាត់ថាសិទ្ធិរបស់គេត្រូវបានគ្រប់គ្រងដោយហេតុបឋមកៈអ្នកគ្រប់គ្រងបុគ្គលទាំងអស់ហ្នឹងអញ្ចឹងមិនគួរណាទុកគេចោលទេមិនគួរណាបំភ្លេចសិទ្ធិរបស់គេទេពីព្រោះវានាំឲ្យប៉ះពាល់ទៅដល់សន្តិភាពសង្គមហើយនិងសិលធម៌សង្គមយើងមើលជនទាំងអស់ហ្នឹងប្រសិនបើគាត់ធ្វើកិច្ចសន្យាលើកលែងតែអ្វីដែលពាក់ព័ន្ធនឹងសកម្មភាពអាជីវរស់នៅប្រចាំថ្ងៃគាត់អាចលុបចោលបាននៅការទទួលឬការប្រើប្រាស់ទុនការខ្ចីទ្រព្យឬការធានាការធ្វើសកម្មភាពដែលមានគោលបំណងទទួលបានឬធ្វើឲ្យបាត់បង់សិទ្ធិដែលតាក់ទងនឹងអចលនវត្ថុឬទ្រព្យសម្បត្តិដែលមានសារៈសំខាន់ផ្សេងទៀតការធ្វើសកម្មភាពបណ្ដឹងការធ្វើប្រទានកម្មឬធ្វើកិច្ចសន្យាស្រោះស្រួលឬកិច្ចសន្យាមជ្ឈត្តកម្មការទទួលស្គាល់នៅសតតិកម្មការបោះបង់ចោលនៅសិទ្ធិសតតិកម្មឬការបែងចែកនៅមរតកការប្រកែកមិនទទួលប្រទានកម្មឬអចលនទានឬការយល់ព្រមទទួលនៅប្រទានកម្មឬអចលនទានដែលជាប់នឹងបន្ទុកការសាងសង់សំណង់ថ្មីការសាងសង់ឡើងវិញការសាងសង់បន្ថែមឬក៏ការជួសជុលធំការធ្វើភតិសន្យាដែលមានអំឡុងពេលចាប់ពី3ឆ្នាំចំពោះដីធ្លីលើសពី2ឆ្នាំចំពោះអគារលើសពី6ខែចំពោះចលនវត្ថុសកម្មភាពដែលតុលាការបានប្រកាសជាពិសេសថាចាំបាច់ត្រូវមានការយល់ព្រមពីហេតុបឋមកៈតាមពាក្យសុំរបស់ជនដែលបានរៀបរាប់នៅក្នុងមាត្រា28ការប្រកាសចាប់ផ្ដើមហេតុបឋមនៃក្រមនេះឬហេតុបឋមកៈឬអ្នកត្រួតពិនិត្យហេតុបឋមកៈអញ្ចឹងសកម្មភាពទាំងអស់នេះគឺអាចលុបចោលបានប្រសិនបើកើតមានជនដែលស្ថិតនៅក្រោមរបបហេតុបឋមនេះអាចលុបចោលបានក៏ប៉ុន្តែបញ្ហានៅត្រង់ថាប្រសិនបើសកម្មភាពទាំងអស់នេះវាមិននាំឲ្យខូចប្រយោជន៍របស់ជននៅក្រោមហេតុបឋមគឺជាការសម្រេចចិត្តរបស់តុលាការថាគួរលុបឬមិនគួរលុបប៉ុន្តែច្បាប់ថាអាចលុបចោលបានប៉ុន្តែបើសិនបើវាមិនខូចប្រយោជន៍របស់ជនស្ថិតនៅក្រោមហេតុបឋមទេទំនងជាមិនអាចលុបចោលបានទេពីព្រោះច្បាប់ការពារភាគី
ការពារប្រយោជន៍របស់ភាគីឲ្យមានភាពស្មើគ្នាឲ្យមានសមភាពអញ្ចឹងប្រសិនបើមានការខូចប្រយោជន៍ទំនងជាមានការលុបចោលតែបើអត់មានការខូចប្រយោជន៍គឺមិនអាចលុបចោលពីព្រោះការលុបចោលវាហាក់បីដូចជានាំឲ្យប៉ះពាល់ទៅដល់ភាគីម្ខាងទៀតអញ្ចឹងទេបានច្បាប់បានទុកសិទ្ធិនៅក្នុងមាត្រា32គឺទុកសិទ្ធិឲ្យដាស់តឿនទុកឲ្យទី1ជនដែលជាអ្នកគ្រប់គ្រងជនដែលមានវិបលាស់ស្មារតីមានការយល់ដឹងទីទួចហ្នឹងគឺឲ្យគាត់ឆ្លើយឬក៏ជនដែលស្ថិតនៅក្រោមហេតុបឋមនៅពេលដែលគាត់រួចផុតពីរបបហេតុបឋមមានន័យថាគាត់បានជានាល្អជាមនុស្សជាអីធម្មតាវិញហើយក្នុងរយៈពេល1ខែគឺគាត់ត្រូវឆ្លើយតបតាមរយៈការដាស់តឿនថាតើសកម្មភាពដែលធ្វើកន្លងមកនេះយ៉ាងម៉េចអាហ្នឹងគេហៅថាផ្ដល់សច្ចានុមតិថាឥឡូវសកម្មភាពដែលខ្លួនឯងបានធ្វើកន្លងមកនេះខ្លួនឯងយល់យ៉ាងណាគិតយ៉ាងណាអញ្ចឹងក្នុងអំឡុងពេល1ខែត្រូវឆ្លើយតបមួយវិញទៀតអ្នកដែលមានផលប្រយោជន៍ដែលពាក់ព័ន្ធនេះគឺត្រូវដាស់តឿនទៅហេតុបឋមកៈនៅពេលដែលជនដែលស្ថិតនៅក្រោមហេតុបឋមកៈនេះមិនទាន់បានសះស្បើយមិនទាន់បានជានីឡើងវិញហេតុបឋមកៈនេះក៏គាត់មានសិទ្ធិសម្រេចអញ្ចឹងហេតុបឋមកៈឬក៏ជនដែលស្ថិតនៅក្រោមហេតុបឋមកៈនេះគឺមានសិទ្ធិហើយភាគីដែលមានផលប្រយោជន៍គឺមានសិទ្ធិដាស់តឿនប៉ុន្តែខ្ញុំយល់ថាការផ្ដល់សច្ចានុមតិឬក៏ការដាស់តឿនអាចធ្វើទៅបានលុះត្រាតែវាប៉ះពាល់ផលប្រយោជន៍របស់ជនដែលមានវិបលាស់ស្មារតីឧទាហរណ៍គាត់ចុះកិច្ចសន្យាជនដែលមានសតិមិនគ្រប់គ្រាន់នោះគាត់អះអាងថាគាត់អត់អីប៉ុន្តែគាត់ចុះកិច្ចសន្យាទិញលក់ផ្ទះទិញលក់ដីជួលដីជួលផ្ទះឲ្យគេប៉ុន្តែការជួលការទិញលក់នឹងវាមិននាំឲ្យប៉ះពាល់ផលប្រយោជន៍របស់គាត់ទេគឺធ្វើឡើងនៅក្នុងទម្រង់ fair មានន័យថាវាមានតម្លាភាពវាមានសមធម៌អញ្ចឹងច្បាប់ចែងអនុញ្ញាតឲ្យលុបបានប៉ុន្តែប្រសិនបើវាខូចប្រយោជន៍ហើយបើសិនជាវាមិនខូចប្រយោជន៍ខ្ញុំយល់ថាតុលាការអាចពិចារណាលើថាមិនលុបហើយបើលុបវានាំឲ្យខូចប្រយោជន៍របស់ភាគីម្ខាងទៀតគឺកាន់តែតុលាការនឹងថ្លឹងថ្លែងថាបើអត់ខូចប្រយោជន៍ទេគឺមិនលុបអានេះយើងយល់ថាជាគោលការណ៍គឺអាចលុបបានប៉ុន្តែលុបបានឬមិនបានវាទាល់តែថ្លឹងទៅលើអំពីការប៉ះពាល់ចេតនកម្មប៉ះពាល់ផលប្រយោជន៍ហើយម្យ៉ាងទៀតច្បាប់ក៏ទុកសិទ្ធឲ្យមានការដាស់តឿនច្បាប់ផ្ដល់សិទ្ធឲ្យមានការផ្ដល់សច្ចានុមតិអញ្ចឹងខ្ញុំយល់ថាមិនមែនអនិតិជនស្ថិតនៅក្រោមអាណាព្យាបាលជនស្ថិតនៅក្រោមរបបហេតុបឋមមិនអាចធ្វើអ្វីបានទេគឺច្បាប់បើកឲ្យមានដំណោះស្រាយឧទាហរណ៍គាត់អនិតិជនគាត់ចង់លក់ដីដើម្បីទៅមើលម្ដាយឈឺខ្លាំងម្ដាយវង្វេងវង្វាន់អីអស់ហើយអញ្ចឹងគាត់ធ្វើមិនបានបើសិនជាអត់ឲ្យគាត់ធ្វើសកម្មភាពបញ្ហានៅត្រង់ថាតើអ្នកទិញហ៊ានទិញអត់តើការផ្ទេរសិទ្ធិអនុញ្ញាតឲ្យមានការផ្ទេរសិទ្ធិដែរអត់ពីព្រោះគ្នាត្រូវការលក់ដើម្បីមើលម្ដាយមើលឪពុក
ហើយគ្នាជាអនីតិជនអញ្ចឹងមិនគួរណាមានការបញ្ញត្តិបិទដោយគ្មានដំណោះស្រាយនោះទេហើយច្បាប់បានបើកអំពីដំណោះស្រាយហើយតែអ្វីដែលសំខាន់តែយើងហ៊ានធ្វើការងារនោះទេហើយអនុញ្ញាតឲ្យមានការផ្ទេរកម្មសិទ្ធិនឹងដែរឬអត់ប្រសិនបើអនិច្ចជនហើយជាអ្នកលក់ហើយអ្នកដទៃជាអ្នកទិញក្នុងគោលបំណងមួយដើម្បីទទួលបានថវិកាយកទៅមើលថែជំងឺឪពុកម្ដាយអញ្ចឹងខ្ញុំយល់ថាវាអត់មានបញ្ហាអ្វីទេវាអត់មានបញ្ហាអ្វីទេអញ្ចឹងគួរតែពិនិត្យអំពីការបើកនិងស្វែងរកដំណោះស្រាយប្រសិនបើមានបញ្ហាណាមួយនៅក្នុងសកម្មភាពរបស់អានិតិជនរបស់ជនដែលស្ថិតនៅក្រោមអាណាព្យាបាលនិងជនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហេតុបឋមកៈសូមអរគុណ